កន្លែងដែលបញ្ហាកើតឡើងពីម្សិលជាទីកន្លែងដែលឆ្នាំ2009ខ្ញុំទៅកន្លែងនោះអត់អីបានជាទៅដីគេអញ្ចឹងបានខ្ញុំមិនអស់ចិត្តអត់អីបានទីហ៊ានរបស់យើងទៅស្លាប់នៅកន្លែងហ្នឹងឥឡូវទោះបីជានាយករដ្ឋមន្ត្រីនៅក្រៅប្រទេសក៏ប៉ុន្តែសម័យ digital សម័យអនឡាញនាយករដ្ឋមន្ត្រីអាចបញ្ជាតបបានគ្រប់ពេលព្រមម្សិលមិញគឺនាយករដ្ឋមន្ត្រីវល់ខ្លាំងក្នុងការបញ្ជាមកអគ្គបញ្ជាការទៅមេបញ្ជាការជើងគោកព្រោះដោយសារអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺជាអ្នកដែលធ្លាប់ចូលប្រឡូកនៅក្នុងសមរភូមិតំបន់តាកមីនិងព្រះវិហារនោះឯងដូច្នេះគេដឹងរឿងភូមិសាស្ត្រលើសពីខ្ញុំទៅទៀតហើយអាកន្លែងដែលបញ្ហាកើតឡើងពីម្សិលជាទីកន្លែងដែលឆ្នាំ2009ខ្ញុំទៅកន្លែងនោះអត់អីបានជាទៅដីគេពីដើមវាមានសាលាមួយតែសាលានោះវាឆេះហើយខ្ញុំទៅអង្គុយកន្លែងនោះអញ្ចឹងបានខ្ញុំមិនអស់ចិត្តណាហេតុអីបានទីហ៊ានរបស់យើងទៅស្លាប់នៅកន្លែងនោះខ្ញុំទៅអង្គុយនៅកន្លែងនោះខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ទេនាយករដ្ឋមន្ត្រីរូបនេះអង្គុយក្នុងម៉ាស៊ីនត្រជាក់បានតិចណាស់បើប្រៀបធៀបជាមួយនឹងធ្វើសកម្មខាងក្រៅមិនថាលើផ្នែកអីទេប៉ុន្តែបើក្នុងវិស័យយោធាតាំងពីធ្វើនាយករដ្ឋមន្ត្រីតាំងពីសង្គ្រាមនៅឆាប់ឆេះក្នុងប្រទេសខ្លួនឯងឃើញរូបភាពជាច្រើនមិនមែនជារូបភាពបង្ហាញអំពីការទៅថតបែបថតភាពយន្តនេះហើយពេលដែលមានបញ្ហាសម្រាប់ការព្រំដែនខ្ញុំទៅព្រំដែនខ្ញុំឡើងប្រាសាទព្រះវិហារខ្ញុំទៅដល់មុំបីទៅដល់ឡាកន្លែងទៅខ្ញុំដើរផ្ទុះអាវុធពីម្សិលទៅនោះចង់រឿងអីដែលរឿងនេះប៉ុន្តែខ្ញុំសូមបញ្ជាក់ថាយើងចង់ឲ្យសភាពការវិលត្រឡប់ទៅចំណុចដើមវិញតែប៉ុណ្ណឹងមិនចង់បានអ្វីលើសពីប៉ុណ្ណឹងរួចហើយកងทัพនិងកងទ័ពសហការគ្នាតាមអគ្គបញ្ជាការវងពិសេសឲ្យដឹងថាស្រីនឹកនឹងជួបជាមួយនឹងមេវិជាការទិសខាងនោះស្រីនឹកជាមេវិជាការកងពលធំទី3ហើយក៏ជាអនុជើងគោកហើយមេវិជាការជើងគោកនិងមេវិជាការជើងគោកនឹងជួបគ្នានេះខ្ញុំសង្ឃឹមថាកងទ័ពនឹងស្វែងរករូបមន្តនៃការដោះស្រាយសូមឲ្យសភាពការវាកើតត្រឹមតែនៅមុខ3នោះហើយវិលត្រឡប់ទៅរកសភាពការមុនម៉ោង5កន្លះព្រឹកថ្ងៃទី27ថ្ងៃទី23ទីម្សិលមិញតែប៉ុណ្ណឹងវាគ្រប់គ្រាន់ណាស់ហើយសូមកុំឲ្យសភាពការនេះវារីករាលដាលទូទាំងព្រំដែន